Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel ទីមប្រុសស្មានៅថ្ងៃនេះគឺយើងបងបន្តពីទី7នៃរឿងស្ដេចមេឃបន្តទៀតសេចក្ដីចាប់ផ្ដើមបន្តពីសូចិនបបជុតជាមួយនឹងជាងខ្លាំងទី2នាក់ដែលស្ថិតនៅក្រុមគ្រួសារតកូជៀនអញ្ចឹងក៏ធ្វើសក់របស់សូចិនប៉ះជ្រងគាត់ក៏បានអង្គុយចុះយកដៃប៉ះមុខជាមេប៉ុន្តែគាត់ក៏បានទប់ចិត្តខ្លួនឯងនិយាយថាមនុស្សចេតនារបស់មនុស្សធម្មតាពិតជាខ្លាំងមែនប៉ុន្តែគាត់គឺមិនអោយបញ្ហាទាំងអស់នេះរារាំងផ្លូវគាត់ដើម្បីឡើងទៅអាណាចក្រឋានសួគ៌វិញឡើយភ្លាមជាមេនេះក៏បានប្រយ័ត្ននឹងខ្លួនវិញសម្លឹងឃើញថានៅខាងមុខគឺជាបងប្រុសសូចិនដែលយើងសួរផងដែរតើអ្នកគឺជាបងប្រុសសូចិនមែនទេហើយមិនតែប៉ុណ្ណោះលោកមេប៉ាក់គាត់បានដល់មកដល់ផងដែរក៏ពិតជាមានការខ្ជិលអើតែបានឃើញថាសូចិននៅចំពោះមុខអញ្ចឹងសូចិនគាត់បានប្រើកម្លាំងរបស់គាត់បានធ្វើចេញមេស្លាប់ទៀតទៅងើបឆ្លាងដើរទៅរកលោកមេប៉ាក់ក៏ពិតជាភ័យខ្លាចដែលគាត់បានសម្លឹងឃើញថាកសែភ្នែកនេះគឺមិនជាកសែភ្នែករបស់សូចិនឡើយនៅជ័យសួរថាតើលោកគឺជានរណាគេស្ដេចនៃមេឃាគាត់ក៏បាននិយាយប្រាប់តាមត្រង់តែកាប់ពិតទៅសូចិនគេក៏បានលាចាក់លោកនេះបាត់ទៅហើយអញ្ចឹងហើយគាត់ក៏បានប្រើអំណាចថាពលវិជារបស់គាត់មកដល់ទីកន្លែងនេះដែលជាទីកន្លែងផ្ទុកនៅអាវុធកម្ពុជារបស់គាត់នៅបានគិតថាចាប់តាំងពីខ្ញុំបានរួមបញ្ចូលគ្នាជាមួយនឹងកម្លាំងថាពលធម្មជាតិរបស់គាត់ហើយអញ្ចឹងហើយគាត់គឺអាចដោះសោនឹងអាវុធវិទ្យាមន្តកម្ពុជាទាំងអស់នេះបានមួយចំនួនហើយបន្ថែមទៀតគាត់ក៏អាចវឹកខាត់វិជាឋានសួគ៌បានមួយចំនួនធំទៀតផងដែរនៅពេលនេះប្រៀបបានដូចជាគ្រាប់ស្រូវនៅពេលដែលបានផ្ដួលទៅប្រែក្លាយជាគ្រាប់បាយអញ្ចឹងហើយគាត់បានយកគ្រឿងសឹកកម្ពុជាមួយនេះយកមកពាក់បង្កាន់កម្លាំងរបស់គាត់កាន់តែខ្លាំងពាក់ស្រមុកជាធម្មតានៅបាននិយាយប្រាប់ទៅកាន់លោកមេប៉ាថាខ្ញុំគឺជាអ្នកវឹកខាត់រូបរាងកាយកម្ពុជាលោកមេប៉ាដែលបានលើកចឹងក៏ពិតជាភ្ញាក់ផ្អើលដោយសារតែអំណាចថាពលរបស់ស្ដេចមេឃាបញ្ចេញមកវាពិតជាខ្លាំងហើយមិនតែប៉ុណ្ណោះគាត់បានដឹងថាមើលទៅលោកប្រកាសជាចាប់កណ្ដាលសារឡើងវិញនៅក្នុងរូបរាងកាយរបស់សូចិនហើយដូច្នេះស្ដេចនៃមេឃាគាត់គឺមិនបានធ្វើបាបលោកមេប៉ាឡើយបានត្រឹមតែនិយាយថាដួងស៊ីឡាំងខ្ញុំដឹងថានៅពេលនេះបកលេងជនរបស់លោកគឺកំពុងតែជួបគ្រោះថ្នាក់អញ្ចឹងនៅពេលនេះខ្ញុំគឺអាចជួយលោកបានដើម្បីស្ដារនៅបកលេងជនត្រឡប់មកវិញដរាបណាលោកគឺសូចិត្តចោះជាមួយនឹងខ្ញុំម្លេះស្ដេចនៃមេឃាក៏បានប្រើកម្លាំងទេវភាពរបស់គាត់ទៅកាន់លោកមេប៉ាមិនតែប៉ុណ្ណោះក៏បានយកវិជ្ជាមួយនេះបញ្ចូលនៅក្នុងខ្លួនរបស់គាត់ផងដែរដែលវាគឺជាស្នេហ៍វិជ្ជាបាត់ដៃមេអញ្ចឹងលោកមេប៉ាក៏បានប្រើប្រាស់នៅស្នេហ៍បាត់ដៃមេនឹងពេញមកទំហឹងទៅយល់ទៅកម្លាំងរបស់វាគឺពិតជាខ្លាំងមែនទែនលោកមេប៉ាគាត់បានដឹងថាស្នេហ៍វិជ្ជាគុណបាត់ដៃមេនេះវាគឺជាស្នេហ៍វិជ្ជាគុណកម្រិតផែនដីថ្នាក់ទី2ដែលជាវិជ្ជាគុណបាត់បង់តាំងពីយូរជាណាស់មកហើយលោកមេប៉ាក៏បានអង្គរអគុណទៅកាន់ស្ដេចនៃមេឃាស្ដេចនៃមេឃាគាត់បាននិយាយតទៅវិញផងដែរខំតែកម្លាំងនៃរូបរាងកាយរបស់លោកនៅពេលនេះខ្សោយទេអញ្ចឹងខ្ញុំគឺផ្ដល់ជូននៅវិជ្ជាដែលសម្រាប់មួយនេះឲ្យទៅលោកបានចេះឡើយហើយគាត់ក៏បាននិយាយសួរទៅកាន់លោកមេប៉ាលោកគូណាតែប្រាប់រឿងរ៉ាវគ្រប់ចានទាំងអស់ដែលបានកើតឡើងនៅក្នុងបរិយាយន្តឬមួយក៏ស្ថិតនៅតំបន់នេះឲ្យខ្ញុំបានដឹងលម្អិតមកអញ្ចឹងលោកមេប៉ាគាត់បានលុតជង្គង់ចុះនិយាយទៅដល់បរិយាយន្តដែលប្រជាកម្ពុជាគាត់ក៏បានលះបង់នៅធម៌ពលវិញ្ញាណរបស់គាត់ទាំងអស់ដើម្បីជួយខ្ញុំឲ្យចេញមកខាងក្រៅហើយនៅពេលនេះបរិយាយន្តទាំងមូលគឺត្រូវបានជន់ក្បត់កំពុងតែគ្រប់គ្រងហើយអញ្ចឹងគឺយើងកាត់មើលទស្សនវិជ្ជាដែលបានកាត់ឡើងនៅក្នុងបរិយាយន្តនេះវិញក្រុមកូនសិស្សរបស់ប្រជាហ្វឹងហុយគាត់ក៏បានចាប់កូនសិស្សរបស់លោកមេប៉ាពី3នាក់នេះយកមកនិយាយថាតាំងពីសម័យបុរាណកាលមកអ្នកដែលបានគ្រប់គ្រងប៉ាគឺតតែនេះដែលមានសមត្ថភាពគឺមិនដូចជាដួងស៊ីឡាំងទេគាត់គឺគ្មានសមត្ថភាពបានធ្វើឲ្យបដិជនរស់នៅភាពអមារាប់ឆ្នាំហើយមិនតែប៉ុណ្ណោះបានធ្វើឲ្យអំណាចថាពលនៃបដិជនថយចុះផងដែរដែលពួកគេបានវាយធ្វើបាបកូនសិស្សប្រមាណណានឹងបដានិយាយបដាអញ្ចឹងណាតែចំណាក្តីកូនសិស្សម្នាក់នេះគេគឺមិនសុខចិត្តទេបំរុងតែចេញទៅជួយប៉ុន្តែក៏ត្រូវបានមិត្តភ័ក្តិរបស់គេនឹងហាមឃាត់អញ្ចឹងគឺប្រសិនបើពួកឯងទាំងអស់គ្នាប្រស្ដាប់បង្កប់របស់ប្រជាហ្វឹងហុយនោះបដិជនរបស់ពួកយើងប្រកាសជានឹងរីកចម្រើនចាក់ជាមិនខានតែចំណាក្តីកូនសិស្សម្នាក់នេះគេបានស្ដាប់ទៅមកជួយប្រជាហ្វឹងហុយទៅបានឃើញចឹងគាត់ក៏បានគប់ក្រកគ្នារបស់គាត់ផាំងទៅបបាយក្បែរកូនសិស្សម្នាក់នឹងស្លាប់បាត់ទៅដោយបរិយាជនរបស់ពួកយើងគឺជាទីកន្លែងដ៏ស្រស់ស្អាតបំផុតនៅក្នុងអាណាចក្រសិនវូហើយក៏ជាទីកន្លែងដែលសម្បូរទៅដោយកម្លាំងថាពលវិញ្ញាណផងដែរព្រោះសម្បត្តិបរិយាជនត្រូវបានគ្រប់គ្រងដោយមនុស្សគ្មានប្រយោជន៍យូរវិញប្រកាសជានឹងធ្វើឲ្យបាក់កាន់តែត្រាក់ដុនដាប់ទៅហើយអញ្ចឹងគាត់បានប្រើកម្លាំងរបស់គាត់វាយកូនសិស្សម្នាក់នេះផាំងហើយម្ចាស់ទីបរិយាជនរបស់ពួកយើងរយៈពេលជាង10ឆ្នាំកន្លងមកនេះអំណាចទៅបាក់កាន់តែថយចុះទៅពីមួយថ្ងៃទៅមួយថ្ងៃហើយសូម្បីតែបាក់ដាក់ភ្លើងអាត់ក្បាំងក៏ដូចជាបាក់ជំនុំភ្នំភ្លើងនៅវិញក៏ពួកគេហ៊ានមកញ៉ៃញ៉ៃនឹងធ្វើបាបដែរអញ្ចឹងទាំងអស់នេះគឺដោយសារតែវាស្ថិតនៅក្នុងការលើកនាំរបស់ដួងស៊ីឡាំងគាត់ក៏បានចាប់កបុចកូនសិស្សម្នាក់នេះឡើងមកខាងលើមកហើយចំណែកឯកូនសិស្សម្នាក់នេះគេក៏បានក្តាប់ដោយយ៉ាងណានគឺពេញចិត្តទង្វើរបស់ព្រះចាស់ហ្វហងធ្វើនៅពេលនេះឡើយដែលគាត់បានស្រុបចុះកបិតនេះមកនិយាយថាពុសិនបានណាគេម្នាក់មិនពេញចិត្តក៏ត្រូវតែស្លាប់អញ្ចឹងបំរុងតែសម្រាប់កូនសិស្សម្នាក់នឹងហើយប៉ុន្តែក៏មានរុក្ខជាតិហ្វអ្វីបីយ៉ាងក៏បានមករៀបរៀងតាន់ពេលហើយគាត់បាននិយាយសួរថាតើណាគេគឺជាអ្នកធ្វើអញ្ចឹងកូនសិស្សម្នាក់មិញហ្នឹងគេក៏បានចេញមកនិយាយថាហ្វឹងហងហុយទង្វើរបស់លោកគឺជាខួខើប្រេសាយពេញហើយខ្ញុំនៅពេលនេះក៏ត្រូវតែសម្រាប់លោកឲ្យបានអញ្ចឹងព្រះចាស់ហ្វឹងហុយគាត់ក៏បញ្ជាកូនសិស្សរបស់គាត់ឲ្យចូលទៅអញ្ចឹងនៅទីពីរពួកគេក៏បានចូលទៅវាយគ្នា
កូនសិស្សម្នាក់នេះគេបាននិយាយថាលេងប៉ៃឯងគេបានធំឡើងនៅក្នុងបរិលេងជនគេបានមើលថាជាចាំឯងតាមពីតូចមកហេតុអ្វីបើជាឯងទស្សនមកកាន់បរិលេងជនធ្វើទៅធ្វើបែបនេះអញ្ចឹងហើយបានប្រើកម្លាំងហ្វៃលេងប៉ៃមួយដៃឡើងប៉ើងអញ្ចឹងលេងប៉ៃគេមិនបានខ្វល់ហើយដែលគេបានប្រើប្រាស់កម្លាំងបកកាចេញជាដួងភ្លើងវិញ្ញាណសត្វបញ្ជីវរបស់គេចេញមកចូលទៅខំប៉ុន្តែចំណាក្តីអាកូនសិស្សម្នាក់នេះគេបានប្រើរុក្ខជាតិវត្តរបស់គេចេញមកបំបែកនៅដួងភ្លើងវិញ្ញាណសត្វបញ្ជីវនឹងខ្ទេចមិនតែប៉ុណ្ណោះក៏បានវាយអាកូនសិស្សម្នាក់នេះផាំងផងដែរប៉ុន្តែសម្ងាត់ល្អក៏ត្រូវបានកូនសិស្សម្នាក់ទៀតមកជួយតាន់ពេលអញ្ចឹងឯពួកគេទៅពីគេបានចូលទៅវាយព្រមគ្នាតែចំណាក្តីក៏ត្រូវបានអាកូនសិស្សម្នាក់នេះប្រើរុក្ខជាតិវត្តរបស់គេចាប់ចុងពួកគេទាំងពីរជាប់ព្រះចាហ្វឹងហុយដល់បានឃើញអញ្ចឹងក៏បានស្បាខ្លួនចូលមកប្រើប្រាស់ស្នៀតបាត់ដៃបំបែករុក្ខជាតិវត្តនឹងខ្ទេចនឹងបានធ្វើអីអាកូនសិស្សម្នាក់នេះរងរបួសធ្ងន់ធ្ងរផងដែរព្រះចាហ្វឹងហុយរៀបនឹងសម្រាប់កូនសិស្សម្នាក់នឹងហើយប៉ុន្តែសម្ងាត់ល្អមើលប៉ាគាត់ក៏បានចេញមកតាន់ពេលប្រើប្រាស់ស្នៀតបាត់ដៃវាយព្រះចាហ្វឹងហុយឡើងប៉ងថយក្រោយកូនសិស្សទាំងអស់គ្នាដែលបានឃើញលំបាក់មកដល់អញ្ចឹងពួកគេពិតជាសប្បាយចិត្តព្រះចាហ្វឹងហុយគាត់បាននិយាយទៅកាន់លំបាក់ដួងស៊ីឡាងតែលោកគឺហ៊ានធ្វើត្រឡប់មកវិញទៀតគឺមិនខ្លាចស្លាប់ទេអីលំបាក់គាត់បាននិយាយទៅវិញថាខ្ញុំមកនៅពេលនេះគឺមកកំចាត់ជនក្បត់ដើម្បីការពារបរិលេងជនព្រះចាហ្វឹងហុយគាត់សោយកាកឯងដោយសារតែគាត់គិតថាលំបាក់គឺមិនអាចយកឈ្នះគាត់បានឡើយសោយចោះសោយឡើងមានណាក៏មានកម្លាំងថាពលវ័យបច្ចាំងក៏បានចាំម្រាមដៃរបស់គាត់ហើយបន្ថែមទៀតក៏បានវាយធ្គៀមរបស់គាត់បាក់ថ្មិញមួយគាត់បាននិយាយសួរខ្លាំងថាតើនរណាគេគឺជាអ្នកធ្វើដូច្នេះសម្លេងរបស់សិស្សចិនបាននិយាយថាហ្វាំងហុងហុយហើយគាត់ក៏បានលុតចុះក្រោមកូនសិស្សទាំងអស់គ្នាទៅបានឃើញចឹងពួកគេពិតជាងឿនឆ្ងល់តែម្នាក់នេះគឺជានរណាគេអញ្ចឹងឯស្ដេចនៅមីគីគាត់ក៏មានជម្រើសពីរជម្រើសទី1ព្រះចាហ្វឹងហុយលោកក៏ត្រូវតែចោះចាញ់ហើយជម្រើសទី2នៅវិញបើសិនបើលោកមិនចោះចាញ់ក៏ត្រូវតែស្លាប់ព្រះចាហ្វឹងហុយក៏សោយកាកឯងខ្ញុំគឺមិនដឹងថាលោកគឺជាជើងខ្លាំងមកពីណាទេហើយសម្បីតែមុខមាត់ពិតរបស់លោកនោះវិញក៏មិនឲ្យអ្នកផ្សេងបានឃើញដែរអញ្ចឹងហេតុអ្វីបានជាហ៊ានមកនិយាយក្អេងក្អាងនៅទីនេះដូច្នេះចំពោះលោកប៉ានេះវិញក៏បានត្រឹមតែកវីក្បាលអញ្ចឹងណាមកទីទៀតប្រកាសជាស្បៃហើយដូច្នេះព្រះចាហ្វឹងហុយក៏បានក្តាប់ដៃយ៉ាងណែនលុះស្ដាប់ខ្លួនចឹងលឿនទៅវាយសោចិនប៉ុន្តែកម្លាំងថាពលពីអាក្រោះក៏បានចេញមកការពារទប់រងយរុំទៅស្ដេចមេឃីគាត់គឺគ្មានបញ្ហាអ្វីកើតឡើងឡើយប្រើប្រាស់កម្លាំងបានតិចទេធ្វើឲ្យព្រះចាហ្វឹងហុយគាត់ឡើងប៉ឹងថយក្រោយវិញគាត់បាននិយាយខ្លាំងថាឥឡូវតើឯងក៏បានប្រើប្រាស់ល្បិចកលអ្វីលាក់ទុកក្នុងអាវរបស់ឯងហើយវាបញ្ជាខ្ញុំមិនអាចវាយឯងបានដូច្នោះតែចំណាក្តីនៅថ្ងៃនេះឯងក៏បានមករកសេចក្តីស្លាប់ហើយគាត់ក៏បានសម្បាក់ខ្លួនលូតឡើងមកខាងលើប្រើប្រាស់ក្បួនវិជាដើរទិដ្ឋភាពរបស់គាត់ចេញមកប្រើប្រាស់ស្នៀតដើរជាច្រើនប្រមាញ់ទៅកាន់សោចិនដែលបានឃើញចឹងឯងលោកប៉ាក់ក៏ពិតជាភ្ញាក់ផ្អើលដោយសារតែនេះវាគឺជាក្បួននៃការបង្កើតដើរទិដ្ឋភាពដែលជាវិជាដ៏អាចកំបាំងនៅក្នុងបរិញ្ញជនតែចំណាក្តីសោចិនគឺគ្មានបញ្ហាអ្វីកើតឡើងឡើយដោយសារតែកម្លាំងថាពលពីឲ្យក្រោះកំពូលគឺបានមកទៅម្ដងហើយតែប៉ុណ្ណោះក៏បានប្រើកម្លាំងបន្តិចវាតបទៅវិញនិងបានបំបែកនៅក្បួននៃការបង្កើតដើរទិដ្ឋភាពរបស់ព្រះចាហ្វឹងហុយខ្ទេញប្រើប្រាស់ស្នៀតតាជើងជន់សកត់គាត់ពេញម៉ាទំហឹងហើយនៅបានចាក់ក្បួនក៏ព្រះចាហ្វឹងហុយបោកទៅកិច្ចជាមួយនឹងវិមាននៃបរិលេងជនប៉ាំងខ្លះចូលមកខាងក្រៅខ្ពស់ព្រះចាហ្វឹងហុយនៅពេលនេះគាត់គឺមិនអាចបញ្ជូនជាមួយនឹងសោចិនបានឡើយតែចំណាក្តីសោចិនគឺមិនសម្រាប់ព្រះចាហ្វឹងហុយទេដោយគាត់គិតថាដោយការស្លាប់របៀបនោះពិតជាងាយស្រួលពេកហើយទៅកាន់ព្រះចាហ្វឹងហុយអញ្ចឹងឯសោចិនក៏បានប្រើកម្លាំងពីម្រាមដៃបន្តិចបន្ទាប់ព្រះចាហ្វឹងហុយឡើងប៉ាំងបោកទៅកិច្ចជាមួយនឹងច្រកជើងចូលនៅក្នុងបរិលេងជនប៉ាំងអញ្ចឹងគាត់ក៏បានអង្គុយចុះនិយាយខ្លាំងទៅកាន់កូនសិស្សទាំងអស់គ្នាថាបើសិនបានណាគេមិនលិតជង្គង់ចុះចាញ់ទេគឺត្រូវតែស្លាប់ដូច្នេះកូនសិស្សម្នាក់នេះក៏បានសម្ដែងទៅកាន់លោកមេប៉ាគាត់ក៏បានគូក្បែរអញ្ចឹងពួកគេទាំងអស់គ្នាក៏បានលិតជង្គង់ចុះសុំចុះចាញ់តែម្ដងទៅម្ល៉េះហើយលោកមេប៉ាគាត់បានជាប្រកាសប្រាប់កូនសិស្សទាំងអស់គ្នាម្ដងទៀតថាចាប់តាំងពីថ្ងៃនេះទៅបរិយាជនគឺជាកម្មសិទ្ធិរបស់ខ្ញុំហើយនឹងស្ថិតក្រោមបង្គាប់របស់ព្រះចាដ៏អស្ចារ្យពីឋានសួគ៌អញ្ចឹងកូនសិស្សទាំងអស់គ្នាពួកគេក៏បានអង្គគ្រប់គ្នាតែម្ដងជាកម្មបន្តកំពូលភ្នំដែលទិដ្ឋភាពនេះវិញគឺច្បាំងឃើញថាមនុស្សម្នាក់នេះគឺជាអ្នកគ្រប់គ្រងនៃកំពូលភ្នំដែលទិដ្ឋភាពនឹងឯងដែលមានឈ្មោះថាយូស៊ីងប៊ូហើយទៅពេលនោះគឺមានផ្សែងអប្សរាខ្មែរក៏បានភ័យចេញមកដែលនោះគឺជាដួងភ្លើងរបស់លោកមេប៉ានៃកំពូលភ្នំដែលសួគ៌អញ្ចឹងគាត់បានអង្គគ្រប់អធិស្ឋានក្នុងមនុស្សស្មានថាមកជួបលោកនៅក្នុងស្ថានភាពបែបនេះឡើយហើយចំណែកឯលោកមេប៉ានៃកំពូលភ្នំដែលទិដ្ឋភាពក៏ពិតជាមានការភ្ញាក់ផ្អើលហើយគ្រាន់តែបរិលេងជនទុយមួយប៉ុណ្ណឹងក៏បានធ្វើឲ្យលោកគឺធ្លាក់ចូលនៅក្នុងសភាពបែបនេះអញ្ចឹងលោកមេប៉ាដែលសួគ៌គាត់បាននិយាយថារួចការរបស់ជីងមេងគឺមិនត្រឹមតែមានសមត្ថភាពដ៏អស្ចារ្យទេក៏បានតាក់ទាញក្រុមគ្រួសារតកូលជាតិដែលស្ថិតនៅចខាងលើក៏បានមកចាប់នាងដែរដូច្នេះលោកមេប៉ានៃកំពូលភ្នំដែលទិដ្ឋភាពគាត់បានយីទាំងដកដង្ហើមធំថាដោយបញ្ហាទាំងនេះក៏ពិតជាខ្ជិះខ្ជាយពេកហើយគាត់ក៏មិននឹកស្មានថាក្រុមគ្រួសារតកូលជាតិដែលស្ថិតនៅចខាងលើគឺបានចាប់អារម្មណ៍ជាមួយនឹងរូបរាងកាយពិសេសរបស់ជីងមេងដែរជាហេតុដែលធ្វើឲ្យមានរឿងរ៉ាវទាំងនេះកើតឡើងនិងបានធ្វើឲ្យរូបរាងកាយរបស់លោកត្រូវបានបំផ្លាញផងដែរប៉ុន្តែចំណាក្តីលោកមេប៉ានៃកំពូលភ្នំដែលសួគ៌គាត់បាននិយាយថាបើសិនបើគាត់បានសារភ្ជាប់ជាមួយនឹងវិជាដែលទិដ្ឋភាពរបស់គាត់នោះទេអញ្ចឹងភ្លើងវិញ្ញាណរបស់គាត់នៅពេលនេះប្រកាសជានឹងត្រូវបានលេបបាត់ដែរហើយដូច្នេះលោកមេប៉ានៃកំពូលភ្នំដែលទិដ្ឋភាពគាត់បាននិយាយតាក់ទងជាមួយនឹងដំណើរតាមតង់នៃបករបស់គាត់ដែលមនុស្សនៅក្នុងលោកពួកគេបានដឹងថាកំពូលភ្នំដែលទិដ្ឋភាពរបស់ខ្ញុំគឺជំនាញនៅក្នុងការប្រើប្រាស់ដាវប៉ុន្តែពួកគេទាំងអស់គ្នាគឺមិនទាន់ដឹងទេពីអាចកំបាំងនៅកំពូលភ្នំដែលទិដ្ឋភាព
ដែលពួកគាត់ក៏មានវិជាសម្ងាត់មួយហើយគាត់បានប្រាប់ទៅកាន់លោកមេប៉ានៅកំពង់ភ្នំដាសួរគេថាលោកគឺអាចប្រើប្រាស់ខ្លឹមសារពីភាពរបស់លោកគឺអាចរួមបញ្ចូលគ្នាជាមួយនឹងដាវបានបកកើតជាជារូបរាងកាយតែមួយអញ្ចឹងគាត់ធ្វើឲ្យលោកមេប៉ានៅកំពង់ភ្នំដាទេវភាពក៏ពិតជាសប្បាយចិត្តធូរចិត្តបន្តិចផងដែរប៉ុន្តែចំណាយក្តីនៅក្នុងការដំណើរការវិធីសាស្ត្រមួយនេះគឺចាំបាច់ប្រើប្រាស់នៅខ្លឹមសារឈាមសុទ្ធមនុស្សរាប់ពាន់ម៉ឺននាក់ជាងគាត់នឹងទៅចាត់ការមនុស្សដែលស្ថិតក្នុងបរិយាជនយកក្រុមសាជារបស់ពួកគេយកមកប្រើប្រាស់តែម្ដងដូច្នេះលោកមេប៉ានៃកំពង់ភ្នំដាស៊ូគីគាត់ក៏បានចាក់ចេញតែចំណាយក្តីចំពោះលោកមេប៉ានៃកំពង់ភ្នំដែលទេវភាពគាត់គឺមិនបានកិនចឹងឡើយដែលគាត់នៅពេលនេះក៏មានផែនការផ្ទាល់ខ្លួនរបស់គាត់ដែរហើយគាត់គឺមិនចង់ប្រើប្រាស់ក្រុមសាជាទាំងអស់នោះទាំងអត់ប្រយោជន៍ទេអញ្ចឹងគឺចឹងកាត់ទៅមើលលោកមេប៉ាគាត់ក៏បានជាប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់សោជនឲ្យបានដឹងនិយាយតាក់ទងជាមួយនឹងដែនថេនជွမ်គឺជាដែនទូតមួយនៅក្នុងចំណោមដែន99នៅក្នុងអាណាចក្រសិនវូហើយក៏ត្រូវបានចាប់ដំណាក់ថាកម្ពុជាទាំង10មិនតែប៉ុណ្ណោះគាត់បាននិយាយតាក់ទងជាមួយនឹងកូនសិស្សនៅក្នុងបរិយាជនរបស់ពួកគាត់សរុបទៅគឺមាន7000នាក់ហើយ100នាក់ទៀតគឺជាសិស្សស្នូលនៅក្នុងបរិយាជនកាន់តែពិសេសទៀតប្រជា5នាក់នៅក្នុងបរិយាជនពួកយើងគឺស្ថិតនៅក្នុងអាណាចក្រអរូបីម្នាក់នៅក្នុងប្រជាទាំង5នាក់គឺស្ថិតនៅក្នុងអាណាចក្រអរូបីកំពូលកាន់តែពិសេសទៀតគាត់ក៏បាននិយាយតាក់ទងជាមួយនឹងនៅក្នុងចំណោមបកទាំង3ដែលបានមកអុកឡុកនៅក្នុងបរិយាជនរបស់ពួកយើងបច្ចុប្បន្នភ្នំភ្លើងនៅវិញគឺមិនសូវអាក្រក់ណាស់ណាទេហើយចំណែកគេបកអាភ្លើងអានកបាំងពួកគេគឺតែងតែក្អើយកតមហើយម្យ៉ាងទៀតពួកគេគឺមិនសូវមានកម្លាំងខ្លាំងខ្លាអ្វីដែរអ្វីដែលសំខាន់នោះគឺបកដាទេវភាពក៏ដូចជាបកស៊ូគីនឹងឯងដែលនៅគ្រប់គ្រងនៅកំពង់ភ្នំដាទេវភាពគឺជាយេស៊ីងប៊ូដែលគេបានឈានទៅដល់អាណាចក្រសុកដមរមនីទៅហើយកម្លាំងរបស់គេនៅវិញពិតជាខ្លាំងមិនអាចហ្វវិញបានទេជើងសាចិនក៏ផ្ញើអាម៉ាន់តិកកថាទាំងអស់ហ្នឹងវាពិតជាចាប់អារម្មណ៍មែនយល់ទៅលោកបកគាត់បាននិយាយទៅកាន់មនុស្សដែលស្ថិតក្នុងបកធំធំដែលមានកម្លាំងថាពោខ្លាំងពួកគេគឺមានសមត្ថភាពអាចចាប់កំណត់ឡើងវិញទៅក្នុងរូបរាងកាយថ្មីហើយមើលទៅនៅក្នុងចំណោមពួកគេប្រកាសជារៀងច្បងនេះហើយដែលបានចាប់កំណត់មកកាន់រូបរាងកាយរបស់សោចិនចំណាក់ក្តីស្ដេចតែមីខៀគាត់បាននិយាយថាខ្ញុំគឺមិនដែលបានលើកអំពីតើតឹងជាមួយនឹងបកធំធំទាំងអស់នឹងឡើយហើយម្ចាស់ទេនៅពេលនេះខ្ញុំពិតជាចង់ទៅជួបពួកគេខ្លាំងណាស់គាត់ធ្វើលោកបកក៏ពិតជាភ្ញាក់ផ្អើលចាក់ទឹកតែឡើងហៀពេញទៅហើយម្ចាស់ទៀតស្ដេចតែមីខៀក៏បានជាប្រាប់លោកបកថាដែលអត្តសញ្ញាណពិតរបស់ខ្ញុំក៏ត្រូវបានហាមឃាត់ហើយហាមដោយខាងកុំឲ្យនរណាគេម្នាក់បានដឹងពីការពិតទាំងអស់នេះយល់ទៅខ្ញុំគឺនៅតែជាកូនសិស្សនៅក្នុងបកលេងយន្តដាទេហើយខ្ញុំត្រឹមតែសោចិនទៅបានហើយកាន់តែពិសេសទៀតគាត់បានដឹងថាគឺមានការដេញថ្លៃរយៈពេល7ឆ្នាំម្ដងដែលបានប្រពឡើងនៅក្នុងទីក្រុងថេនជွမ်ម្ល៉េះហើយគាត់នៅធ្វើដំណើរទៅដេញថ្លៃនៅក្នុងទីក្រុងថេនជွမ်រយៈពេល2-3ថ្ងៃតែបានលឺចឹងលោកបកក៏ពិតជាភ្ជាប់អើលើជង្គង់ចោះនិយាយថាប្រសិនបើរាជបងចាក់ចេញទៅអញ្ចឹងបកទាំង3ពួកគេប្រកាសជានឹងមកវិលលោកទៅកាន់បកលេងយន្តរបស់ពួកយើងហើយអញ្ចឹងខ្ញុំខ្លាចថានឹងមានគ្រោះថ្នាក់អ្វីកើតឡើងតែចំណាយក្តីស្ដេចមេឃីគាត់បានចុះវត្ថុទាំងអស់នេះចេញមកដែលវាគឺជាធូបព្រះច័ន្ទហើយនិងព្រះអាទិត្យដែលគាត់បានប្រកួតធូបព្រះច័ន្ទទៅឲ្យលោកបកប្រសិនបើមានបញ្ហាអ្វីកើតឡើងនៅក្នុងបកលោកគ្រាន់តែដុតធូបព្រះច័ន្ទនឹងទៅហើយចំណែកឯធូបព្រះអាទិត្យនឹងឆេះដែរហើយនៅពេលនោះខ្ញុំនឹងដឹងថានឹងមានបញ្ហាអ្វីកើតឡើងនៅក្នុងបកជាជាមិនខានហើយគាត់នឹងត្រឡប់មកវិញភ្លាមដូច្នេះអ្វីគ្រប់យ៉ាងក៏ត្រូវបានកំណត់ហើយលោកបកគាត់ក៏បានចាក់ចេញទៅបន្ទាប់មកសើចិនគាត់បានគិតក្នុងចិត្តថាបន្ទាប់ពីបានទៅដល់ដែនថេនជွမ်ណាគាត់ប្រកាសជានឹងរៀបចំផែនការប្រឡែងខ្លាំងឲ្យចេញពីរោងដើម្បីចាប់ចុកនៅកំពង់ភ្នំដែលទិដ្ឋភាពក៏មានន័យថាចាប់ជាងខ្លាំងបំផុតជាងគេអញ្ចឹងណាហើយបន្ទាប់មកគាត់ក៏បានដឹងថាជាងម៉េងគឺស្ថិតនៅទីនេះដែរអញ្ចឹងគាត់ក៏បានឲ្យជាងម៉េងដែលចេញមកជាងម៉េងនេះបាននិយាយថាខ្ញុំមកទីនេះគឺដើម្បីជួបជាមួយនឹងបងប្រុសសោចិនមិនតែប៉ុណ្ណោះនាងបានដឹងថាដូចច្បងបានជួយសង្គ្រោះខ្ញុំអញ្ចឹងឯងនាងក៏បានអង្គគ្រប់អរគុណតែចំណាយក្តីស្ដេចតែមីខីក៏បាននិយាយតទៅវិញថានាងក៏ចង់ជួបជាមួយនឹងបងប្រុសសោចិនរបស់នាងមែនទេអញ្ចឹងឯងនឹងជួបនេះនាងក៏ណាតែចេញដំណើរទៅជាមួយសោចិនទៅទីក្រុងថេនជွမ်ចំពោះជាងម៉េងនាងបានគិតក្នុងចិត្តថាតើមនុស្សម្នាក់នេះគាត់ក៏មានតំណែងតំណងអ្វីជាមួយនឹងបងប្រុសសោចិនតើហើយលោកជប់ឡើងសោចិនគាត់ក៏បានជឹកម្ហូបអាហារជាមួយនឹងស្រាជឹកឲ្យព្រះចាហ្វងហងហ៊ុយបានហូបដែលបានជាប្រាប់ផងដែរថានេះគឺជាម្ហូបអាហារចុងក្រោយរបស់លោកព្រះចាហើយអញ្ចឹងព្រះចាហ្វងហងហ៊ុយដែលបានលើចឹងគាត់ពិតជាភ្ញាក់ផ្អើលម្ចាស់ទីសោចិនគាត់បានជាតាក់ទិនជាមួយនឹងអ្នកកលាដ៏អស្ចារ្យដែលបានវាយព្រះចាហ្វងហងហ៊ុយកាលពីថ្ងៃមិញគាត់គឺមានឈ្មោះថាស៊ូថេនសុនយល់ទៅសោចិនគាត់បាននិយាយធ្វើពើដែលអ្នកខ្លះដ៏អស្ចារ្យម្នាក់ហ្នឹងគាត់ក៏បានជាប្រកាសប្រាប់ថាគាត់គឺមានបណ្ដុំថាចង់ឲ្យបកធំទាំង3គឺមកចោះជាមួយនឹងបកលីជនរបស់ពួកយើងគឺជាអ្នកដឹកនាំហើយបន្ថែមទៀតសោចិនក៏បានជាប្រាប់ព្រះចាហ្វងហងហ៊ុយឲ្យបានដឹងថាអ្នកកលាស៊ូថេនសុននៅពេលនេះគេកំពុងតែចេញដំណើរទៅកាន់ទីក្រុងថេនជွမ်ហើយជាហេតុដែលខ្ញុំអាចយកម្ហូបអាហារឆ្ងាញ់ៗយកឲ្យព្រះចាបានហូបពិសាអញ្ចឹងទៅអញ្ចឹងព្រះចាហ្វងហុយគាត់ក៏បានគិតផែនការរបស់គាត់នៅពេលនេះដែរហើយកាន់តែពិសេសទៀតគាត់ក៏បានសម្លឹងឃើញកូនសោនៅលើចង្កេះសោចិនទៀតអញ្ចឹងគាត់បានគិតថាមុនពេលដែលខ្ញុំសប្បុរសជីវិនដើម្បីចាត់ទុកថាវាគឺជាការតបស្នងអរគុណចំពោះម្ហូបអាហារដែលឯងយកឲ្យខ្ញុំហូបជាលើចុងក្រោយនេះអញ្ចឹងខ្ញុំនឹងបញ្ចូលកម្លាំងធាតុទាំងអស់របស់ខ្ញុំឲ្យឯងអញ្ចឹងសោចិនគេក៏បានអង្គុយបែកខ្នងឲ្យគាត់បញ្ចូលកម្លាំងធាតុប៉ុន្តែមែនណាព្រះចាហ្វងហុយគាត់បានប្រើកម្លាំងរបស់គាត់បានវាយសោចិនមកដៃប៉ាំងឲ្យគេស្លាប់បាត់បង់ស្មារតីទៅហើយគាត់ក៏បានចូលកូនសោដោះដៃច្បាក់ជើងគាត់ចាក់ចេញពីទីកន្លែងនេះទៅអញ្ចឹងអ្វីគ្រប់យ៉ាងទាំងអស់គឺជាផែនការរបស់សោចិនដែលបានរៀបចំតែប៉ុណ្ណោះ
ហើយចឹងកាត់មើលកំពូលភ្នំដែលទៅពីបណ្ដាវិញគឺច្បាំងឃើញថាភ្លាមៗក៏មានកម្លាំងថាពលរដ្ឋក្បាប់បាញ់មកពីលើមេឃទាំងអស់នោះវាគឺជាសារដំណឹងដែលបានបញ្ជាមកពីឋានសួគ៌គឺត្រូវតែកំចាត់បរិយាជននៅខ្ទិញហើយដើម្បីចាប់ជាងមេឃទាំងរស់ម្ល៉េះហើយគឺចឹងកាត់មើលសោចិនក៏ដូចជាជាងមេឃពួកគេទៅពីក៏បានជាសេះធ្វើមកទៅកាន់ទីក្រុងថេនយ៉នដោយការចេញដំណើរទៅនៅពេលនេះបានដើម្បីពួកគេប្រកាសជាធ្វើសកម្មភាពវិលុកទៅកាន់បរិយាជនបដនទៀតជាជាមិនខានអញ្ចឹងគឺដើម្បីសុវត្ថិភាពសោចិនគាត់ក៏បានអនុញ្ញាតឲ្យជាងមេឃចេញដំណើរទៅជាមួយនឹងគាត់នៅពេលនេះស្រេចតែមីគីគាត់បានជាសេះបដាគិតក្នុងចិត្តបដាហេតុអ្វីបានជាខ្ញុំនៅចិត្តជាមួយនឹងជាងមេឃមានអារម្មណ៍ថាកក់ក្ដៅអ្វីម្ល៉េះអញ្ចឹងគាត់ក៏បានព្យាយាមជិះសេះឲ្យលឿនទៅជិះចោលជាងមេឃអញ្ចឹងណាដោយគាត់ក៏មិនចង់បានអារម្មណ៍ភាពកក់ក្ដៅបែបនេះឡើយថាជាងមេឃនេះក៏បានព្យាយាមជិះសេះដេញតាមសោចិនទៅហើយសាច់រឿងរបស់យើងនៅភាគទី7ក៏ត្រូវបានកាត់ស្លេះទៅប៉ុណ្ណឹងដែរបងប្អូនអញ្ចឹងយើងជួបគ្នាជាមួយនឹងភាគថ្មីបន្តទៀតអរគុណច្រើន